ប្រវត្តិប្រាសាទព្រះគោប្រាសាទព្រះគោស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាបចម្ងាយប្រមាណ15គីឡូម៉ែត្រពីក្រុងសៀមរាបប្រាសាទនេះត្រូវបានសាងសង់នៅឆ្នាំ879 គ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1ដែលជាស្ដេចដំបូងនៃរាជធានីហិរាល័យในបច្ចុប្បន្នគេស្គាល់ថាក្រុមប្រាសាទអរនុហេតុអ្វីបានជាឈ្មោះថាព្រះគោឈ្មោះព្រះគោមកពីរូបចម្លាក់គោថ្មធំៗដែលដាក់នៅខាងមុខប្រាសាទគោទាំងនោះតំណាងឲ្យនន្ទីដែលជាយានជំនិះដ៏សក្ការៈរបស់ព្រះឥសូរក្នុងសាសនាព្រហ្មណ៍ស្ថាបនកម្មប្រាសាទមានម៉ាប់ឥដ្ឋចំនួន6រៀបជាជួរសាងសង់ដោយឥដ្ឋថ្មភក់និងថ្មបាយក្រៀមមានចម្លាក់លម្អដ៏ល្អប្រណិតនៅលើទ្វារនិងផ្តែរជាស្នាដៃស្ថាបនកម្មដ៏សំខាន់មួយនៃសម័យអង្គរដំបូងគោលបំណងនៃការសាងសង់ព្រះបាទឥន្ទ្រវរ្ម័នទី1បានសាងសង់ប្រាសាទនេះដើម្បីឧទ្ទិសថ្វាយដល់ព្រះបុព្វបុរសរបស់ព្រះអង្គតាមជំនឿសាសនាព្រហ្មណ៍សារៈសំខាន់ប្រាសាទព្រះគោគឺជាប្រាសាទដំបូងនៃសម័យអង្គរនិងជាគំរូស្ថាបនកម្មដែលមានឥទ្ធិពលដល់ការសាងសង់ប្រាសាទធំៗជាច្រើននៅពីក្រោយរួមទាំងបាគងនិងអង្គរវត្តតាមសេចក្តីសន្និដ្ឋានប្រាសាទព្រះគោជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃដែលបង្ហាញពីភាពរីកចម្រើននៃអរិយធម៌ខ្មែរនាសតវត្សទី9និងជាសក្ខីភាពនៃសិល្បៈស្ថាបនកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ